បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទាក់ទងតិចនិចបច្ចេកទេសក្នុងការកែលុបសម្អាតអាស្នាមខ្មៅនៅក្រោមភ្នែកណាដែលមានលក្ខណៈបែបហ្នឹងភ្នែកនេះដូចវាជួមនៅអាកន្លងខាងក្រោមបាទអញ្ចឹងបងប្អូនអាចមើលទាំងអស់គ្នាបានទាក់ទងនឹងការកែសម្អាតណាហើយមានស្នាមខ្មៅបែបហ្នឹងតើយើងធ្វើបែបណាអញ្ចឹងទី1ចូលបង្កើត layer ថ្មីមួយមក copy layer ហ្នឹងរួចហើយបងប្អូនចូលទៅ filter ហើយយកពាក្យ other hyper ជាទូទៅបងប្អូនកែរូបគឺបែបហ្នឹងតែងតែចូលបែបហ្នឹងយើងប្រើតា tool មួយហ្នឹងទេងាយវាមានបច្ចេកទេសច្រើនទៀតប៉ុន្តែជាទូទៅខ្ញុំប្រើមួយហ្នឹងគឺមើលទៅឃើញស្អាតទទួលបានផលហើយងាយលឿនទៀតអញ្ចឹងកន្លែងនេះយកត្រឹម3មកបានចុច OK រួចហើយបងប្អូនបង្កើត layer ថ្មីមួយទៀតហើយបងប្អូនទាញមកក្រោមណាទាញមកខាងក្រោម layer នេះ copy ហ្នឹងហើយlayer background copy នេះចូលទៅកន្លែង normal ដូរមកពាក្យ vivid line អូខេរួចហើយបងប្អូនចុច Alt ឲ្យជាប់នេះចុចនៅកន្លែងនេះកន្លែង layer ទី1ហ្នឹងលើហ្នឹងវាមានសញ្ញាព្រួយបាញ់មកក្រោមចុចបាច់មកអូខេប៉ុណ្្នឹងបានរួចហើយបងប្អូនឈរនៅលើ layer 1នេះឈរនៅ layer 1ហើយយក brush tool នេះមកលុបយក brush ហើយនេះទំហំ capacity នេះយកតិចបានទេហើយ30អញ្ចឹងបានប៉ុណ្ណឹងបងណាហើយបងប្អូនរីករូបតិចមកស្រួលយើងនេះបងណាយកមកលុបមកគាត់ឲ្យយកមកលុបនៅលើហ្នឹងទៅបានបងប្អូនអាចបន្ថយថែមបន្ថយបានចំនួនប្រាស់អូខេផាត់នៅលើអាស្នាមខ្វឹងទៅអុចហ្នឹងស្នាមជួមណានេះតិចមកបានហើយអូខេខ្លីងាយបងប្អូនណាអត់ពិបាកហ្នឹងជាការស្រេចទៅបងប្អូនកំបាញ់ចូលគ្នាទៅមកយក layer ហើយនេះផ្លិតthành image នេះ layer វាមាន background មាន layer 1 layer 2ចឹងទៅអញ្ចឹងយើងកំបាញ់ចូលគ្នាទៅជា layer ទី1អូខេហើយបងប្អូនសេរី brightness បន្តិចមកនេះចូល image adjustment នេះយក contrast ណា brightness contrast អូខេថែមបន្តិចមកលឺអូខេប៉ុណ្ណឹងជាការស្រេចណាតោះមកបងប្អូនចូលទៅបើករូបដើមមកនេះបើករូបភ្នែកជួមហ្នឹងដើម្បីប្រៀបធៀបថាតើរូបដើមនិងរូបដែលយើងកែតើវាមានលក្ខណៈបែបម៉េចនេះចឹងណាអានេះរូបដើមដែលជួមកន្លងនៅខាងក្រោមហើយនឹងរូបដែលយើងសម្អាតមិញកែសម្អាតមិញអញ្ចឹងប៉ុណ្ណឹងខ្លីៗបាទវីដេអូនេះមានប៉ុណ្ណឹងអរគុណ